សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកលេងកន្លែងប្លែកអារម្មណ៍មួយទៀតហើយមើលចុះទិដ្ឋភាពមេឃពេលល្ងាចថ្ងៃរៀបលិចជះពន្លឺកាត់ដុំពពកស្អាតខ្លាំងមែនទែនហើយនេះមកមើលសម្រស់អ្នកនៅទីនេះវិញស្អាតអត់កន្លែងដែលខ្ញុំកំពុងឈរនេះគឺស្ថិតនៅតំបន់ភ្នំទទឹងស្រុកបាណន់ខេត្តបាត់ដំបងយើងនឹងមើលជញ្ជាំងភ្នំគេចុះខ្ពស់ស្រឡះហើយមានពណ៌ក្រហមឆ្អៅលាយឡំជាមួយពណ៌ទឹកក្រូចប្លែកភ្នែកមែនទែនកាលមុនទីនេះជាកន្លែងការដ្ឋានវីថ្មទេតែឥឡូវក្លាយជាចំណុចមួយដែលមនុស្សម្នាចូលចិត្តមកលេងថតរូបជុំគ្នាអូខ្យល់បក់មកត្រជាក់ស្រែកតែម្ដងល្ងាចហ្នឹងផ្លូវដើរចុះទៅខាងក្រោមនេះរៀងរដប់បន្តិចហើយព្រោះពោពេញដោយដុំថ្មធំសម្រាប់អ្នកដែលចូលចិត្តថតរូបលេងបែបស្ទីលតួកុនអីហ្នឹងមកឈរឬអង្គុយលើដុំថ្មធំទាំងនេះរួចថតយក background ជាប់ជញ្ជាំងភ្នំខាងក្រោយធានាថាដឹងតែលយហ្មងណែដើរចុះមកដល់ខាងក្រោមទើបដឹងថាមានអាយដកយើងមកលេងច្រើនតះតកាលនោះទឹកដក់នៅក្នុងរណ្ដៅថ្មនេះថ្លាឆ្វេងឆ្លុះជាមួយស្រមោលភ្នំមើលទៅស្អាតម្យ៉ាងអូនមកលេងទីនេះយូរនៅចែមើលចុះឃើញកាមេរ៉ាមកចិត្តរៀងអៀនដកអាវមកបាំងមុខទៀតហាហាគួរឲ្យស្រឡាញ់មែនតែនអូមើលទៅលើមេឃចុះអ្នកទាំងអស់គ្នាប្រលប់លមមសត្វតាជាវចាប់ផ្ដើមហើយចេញពីចន្លោះថ្មភ្នំរត់រាយពេញមេឃហើយបរិយាកាសពេលប្រលប់នៅភ្នំទទឹងពិតជាស្ងប់ស្ងាត់ហើយធ្វើឲ្យយើងរំសាយអារម្មណ៍បានល្អមែនតែនអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយជួយ Subscribe ផងចែកបងណែដើរចុះមកដល់ខាងក្រោមទើបដឹងថាមានអាយដកយើងមកលេងច្រើនតះតកាលនោះទឹកដក់នៅក្នុងរណ្ដៅថ្មនេះថ្លាឆ្វេងឆ្លុះជាមួយស្រមោលភ្នំមើលទៅស្អាតម្យ៉ាងអូនមកលេងទីនេះយូរនៅចែមើលចុះឃើញកាមេរ៉ាមកចិត្តរៀងអៀនដកអាវមកបាំងមុខទៀតហាហាគួរឲ្យស្រឡាញ់មែនតែនអូមើលទៅលើមេឃចុះអ្នកទាំងអស់គ្នាប្រលប់លមមសត្វតាជាវចាប់ផ្ដើមហើយចេញពីចន្លោះថ្មភ្នំរត់រាយពេញមេឃហើយបរិយាកាសពេលប្រលប់នៅភ្នំទទឹងពិតជាស្ងប់ស្ងាត់ហើយធ្វើឲ្យយើងរំសាយអារម្មណ៍បានល្អមែនតែនអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយអូខ្យល់បក់មកត្រជាក់ស្រែកតែម្ដងល្ងាចហ្នឹងផ្លូវដើរចុះទៅខាងក្រោមនេះរៀងរដប់បន្តិចហើយព្រោះពោពេញដោយដុំថ្មធំសម្រាប់អ្នកដែលចូលចិត្តថតរូបលេងបែបស្ទីលតួកុនអីហ្នឹងមកឈរឬអង្គុយលើដុំថ្មធំទាំងនេះរួចថតយក background ជាប់ជញ្ជាំងភ្នំខាងក្រោយធានាថាដឹងតែលយហ្មងណែដើរចុះមកដល់ខាងក្រោមទើបដឹងថាមានអាយដកយើងមកលេងច្រើនតះតកាលនោះទឹកដក់នៅក្នុងរណ្ដៅថ្មនេះថ្លាឆ្វេងឆ្លុះជាមួយស្រមោលភ្នំមើលទៅស្អាតម្យ៉ាងអូនមកលេងទីនេះយូរនៅចែមើលចុះឃើញកាមេរ៉ាមកចិត្តរៀងអៀនដកអាវមកបាំងមុខទៀតហាហាគួរឲ្យស្រឡាញ់មែនតែនអូមើលទៅលើមេឃចុះអ្នកទាំងអស់គ្នាប្រលប់លមមសត្វតាជាវចាប់ផ្ដើមហើយចេញពីចន្លោះថ្មភ្នំរត់រាយពេញមេឃហើយបរិយាកាសពេលប្រលប់នៅភ្នំទទឹងពិតជាស្ងប់ស្ងាត់ហើយធ្វើឲ្យយើងរំសាយអារម្មណ៍បានល្អមែនតែនអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយហើយនោះក៏ចឹងដែរនោះកន្លែងដុំថ្មមួយនោះពីអង្គុយឲ្យគេថតគេយកផ្ទាំង background នេះទាំងអស់នេះបើប្រឡោះមួយនេះស្អាតមែនតើប្រឡោះនេះក៏ប្រឡោះដុំថ្មនេះប្រឡោះគេថតយក background នេះដូចគ្នាតែវាស្អាតវាមានប្រៃអីយ៉ាងហើយមើលប្រឡោះនេះតិចទៅនេះខ្យល់ហើយស្រួលត្រជាក់ស្រេបនេះតែកន្លែងគេជ្រើសមកនោះក៏គេថតដែរកន្លែងដុំថ្មគេអង្គុយថតហើយខ្ញុំទៅមើលហើយបន្តទៀតចាប់ផ្ដើមល្ងាចហើយដឹងតែស្រស់ស្រាយហើយអ្នកទាំងអស់គ្នានេះកន្លែងការមានទឹកក្លុកនៅគ្នាអល័យ
Iya. Kết chia sạch mình té lớn cho lớn tới gram tính. Miền cam cái nào miền ai cho. Để dáng cái này dùng một thớt đông thùng ngọc lên. Nơi tạm này anh. Đấy. Lớn ní cho lên chênh. Cho chênh ok. Ô. Miền. Sray mà lên chứ nào. Một ở từ này mời từ lời với nhật khởi ngay cái này thử miền sray mà lên chứ chài mà lên đi dưới nó chài wow tao tới khánh nào tới mặt tàu ok nè lâu chiều cho bạn chơi ra này nhẹ từng giờ chiều thế này kể rồi mưa rụt na xa Chui subscribe ផង ចែកបង